ញាសាដែលបងប្អូនចង់បានពីខ្ញុំនៅក្នុងថ្ងៃនេះគាត់ថាបងខ្ញុំតាំងពីជឿជំងឺផ្លូវចិត្តមកប្រើប្រាស់ថ្នាំមកខ្ញុំខ្លាចជាមនុស្សមួយដែលខ្លាចទីប្រជុំជនហើយជាមនុស្សដែលអត់ហ៊ានទៅណាតែឯងទេហើយបងអាចមានវិធីសាស្ត្រអីអាចជួយជំរុញឲ្យខ្ញុំក្លាហានចូលចំណោមគេហើយហ៊ានទៅណាតែឯងខ្ញុំបានជួបបងស្រីនៅខេត្តព្រៃវែងហើយខ្ញុំសង្ឃឹមថាបងក៏បានមើលវីដេអូនេះដែរខ្ញុំធ្លាប់ដាក់វិញ្ញាសាឲ្យគាត់ដែរហើយវិញ្ញាសាទាំងអស់នេះខ្ញុំមិនមែនជាពេទ្យទេបងប្អូនតែយើងបានឆ្លងកាត់ទៅយើងព្យាយាមដោះស្រាយបញ្ហារបស់យើងទៅយើងតែងតែកត់ត្រាទុកនៅដំណោះស្រាយល្អៗនៅក្នុងគូក្បាលរបស់ខ្ញុំដើម្បីជំរុញឲ្យយើងឆាប់ជាមកដល់សប្តាហ៍នេះដែលយើងអត់រស់នៅជាមួយនឹងខ្លួនឯងបានដោយមានភាពរឹងមាំត្រឡប់មកវិញអាចនិយាយបានថាបងប្អូនត្រូវតែមានការគិតលេខបូកចូលមកចំនួនលេខដកនៅក្នុងគូក្បាលរបស់យើងឧទាហរណ៍ខ្លីៗដែលខ្ញុំធ្លាប់ដាក់វិញ្ញាសាឲ្យគាត់ហ៊ានទៅផ្សារទេបងប្អូនហើយគាត់ខ្លាចការទៅឃើញមនុស្សច្រើនគាត់ខ្ចោលចាប់បាក់ដកដង្ហើមអីស្រើតអីនៅក្នុងផ្សារហ្នឹងអត់មានអ្នកជួយគាត់ខ្ញុំបានលើកទឹកចិត្តគាត់ថាឥឡូវសាកខ្លីៗបងប្អូនអាចស្ដាប់ហើយធ្វើជាវិធីសាស្ត្រដោះស្រាយបញ្ហាខ្លួនឯងខ្ញុំថាឥឡូវយកឈ្នះការគិតមួយសិនរៀបចំខ្លួនណាដើរចេញពីការគិតភ័យខ្លាចនឹងសិនអូនហើយប្រាប់ខ្លួនឯងថាអូយើងអាចយកឈ្នះការគិតភ័យខ្លាចបានមកកម្រិតដែរហើយពេលដែលយើងជិះម៉ូតូឬក៏ជិះអីយើងត្រូវគិតថាយើងត្រូវតែរឹងមាំមិនថាមានបញ្ហាអីទេទប់អារម្មណ៍ផ្ចង់អារម្មណ៍ទៅលើការបើកបរកុំផ្ចង់អារម្មណ៍ទៅលើការភ័យខ្លាចព្រោះពេលដែលខ្ញុំនិយាយនេះសម្រាប់អ្នកជំងឺបងប្អូនដែលគាត់អត់ឈឺគាត់អត់យល់ទេព្រោះអ្នកជំងឺវិញគ្រាន់តែគាត់ចាប់ម៉ូតូគាត់ភ័យគាត់ញ័របាត់ហើយអញ្ចឹងបើថាភ្លាមយើងអត់តហ៊ានជិះម៉ូតូយើងអាចហៅជិះម៉ូតូឌុបឬក៏ឲ្យបងប្អូនជូនទៅយកឈ្នះពីការភ័យខ្លាចដែលគ្រាន់តែគិតចង់ទៅអត់ហ៊ានទៅនឹងមួយសិនហើយពេលដែលបងប្អូនទៅដល់ផ្សារត្រូវប្រសាខ្លួនឯងភ្លាមអូឃើញពីមុនអញអត់ហ៊ានមកឥឡូវអញហ៊ានមកផ្សារហើយតានេះគឺជាចំណុចសញ្ញាលេខបូកសម្រាប់គូក្បាលរបស់យើងដើម្បីជំរុញឲ្យភាពក្លាហានរបស់យើងកាន់តែប្រសើរឡើងមកវិញហើយនៅពេលដែលបងប្អូនមានអារម្មណ៍ថាតានតឹងថប់អារម្មណ៍មើលពេលដែលនៅក្នុងផ្សារមនុស្សច្រើនបងប្អូនត្រូវតែដើរទៅរកកន្លែងដែលទលាយដកដង្ហើមឲ្យវែងយកឈ្នះជំងឺស្រើតបងប្អូនមួយទៀតហើយនិយាយប្រាប់ខ្លួនឯងថាមិនអីទេដោយសារមិញវាហប់ពេកមិញមនុស្សច្រើនពេកដកដង្ហើមបន្តិចចាំទៅទិញរបស់ដែលយើងចង់បានលំហាត់កន្លែងនេះបងប្អូនត្រូវចាំថាយើងកុំព្យាយាមយកឈ្នះកុំលៀតវែងព្យាយាមយកឈ្នះអារម្មណ៍ភ័យខ្លាចខ្លីៗដែលយើងជួបភ្លាមយើងដោះវាភ្លាមមួយបងប្អូននឹងចេញពីវារួចដោយអត់ដឹងខ្លួនហើយពេលបងប្អូនត្រឡប់មកផ្ទះវិញកុំភ្លេចឲ្យមានដៃខ្លួនឯងនឹងលើកសរសើរខ្លួនឯងបន្ថែមទៀតផងហើយលំហាត់នេះបងប្អូនអាចអនុវត្តនៅពេលដែលយើងការគិតអីមួយភ័យខ្លាចមកបងប្អូនត្រូវតែយកឈ្នះការភ័យខ្លាចមួយសិនហើយបងប្អូនត្រូវចាំថាបើយើងអត់ហ៊ានផ្ដើមចេញពីយកឈ្នះការភ័យខ្លាចបន្តិចម្ដងទេយើងនឹងខ្លាចជាមនុស្សដែលខ្លាចទៅហើយមានអារម្មណ៍មួយថាយើងលែងហ៊ានចេញទៅណាមកហើយបងប្អូនដែលគាត់មានបញ្ហាប្រើប្រាស់ថ្នាំផ្លូវចិត្តភាគច្រើនគាត់ជួបបងប្អូនអាចអនុវត្តបានខ្ញុំសង្ឃឹមថាវីដេអូនេះនឹងរួមចំណែកកសាងភាពក្លាហានបងប្អូនត្រឡប់មកវិញអរគុណសម្រាប់ comment ហើយក៏អរគុណការឲ្យបេះដូងបងប្អូនដដែលនឹងជួយ follow page ខ្ញុំបន្តទៀតបើខ្ញុំមានពេលខ្ញុំនឹងចែកម្លែកសម្រាប់បងប្អូនដែលមាន comment ក្នុងវីដេអូខ្ញុំ